ដាំមក4 ខែហើយដំបូងទឹកសុទ្ធស្អាត2 លីត្រនិងប្រទាលកន្ទុយក្រពើដែលហាន់ជំរះទឹកតូចៗហើយប្រហែលជា10 ទឹកហើយនឹងស្លឹកតើយអ្នកណាមានសុទ្ធក៏ប្រើសុទ្ធហើយនឹងប្រដាប់ត្រង់យកតែទឹកទេហើយនឹងស្ករសមកអីក៏បានដែលមានដាំទឹកឲ្យពុះហើយបានបង់ស្លឹកតើយចុះទៅក្របប្រហែលជា5 នាទីបានស្រង់ចេញបើកឡើងក៏អូបស្លឹកតើយឈ្ងុយទ្រុបត្រង់យកទឹកវាទុកដាំជាមួយប្រទាលកន្ទុយក្រពើម្ដងទៀតដាក់ម្ដងទៀតមានអារម្មណ៍ថាដូចបាញ់ដបបើកភ្លើងដាំវាប្រហែលជា15 នាទីទៅ20 នាទីអ្នកកើតរោគកាពះអាចបង់ស្ករសបានប្លែមតែបើអ្នកកើតទឹកនោមផ្អែមមិនចាំបាច់បង់ទេញ៉ាំសពសាអញ្ចឹងហ្មងទុកឲ្យត្រជាក់ហើយដាក់ទឹកកកដួសដាក់កែវទៅត្រៀមយកឲ្យអ្នកដែលយើងស្រឡាញ់ដូចជាម៉ាក់ប៉ាអញ្ចឹងឬក៏ភ្ញៀវពលឺដែលមកលេងផ្ទះយើងអញ្ចឹងណាអ្វីដែលសំខាន់គឺវាមានប្រយោជន៍សម្រាប់សុខភាពមិនមែនដូចពួកទឹកកូកាញ៉ាំទៅកាន់តែធ្វើឲ្យកាពះយើងកាន់តែយ៉ាប់ទេបើបានភ្លក់ហើយអ្នកនឹងជាប់ចិត្តត្រជាក់ជាប់បេះដូង